បាទសូមគោរពជំរាបសួរដល់មិត្តៗទាំងអស់បាទខ្ញុំបង្រៀនអំពីរបៀបបង្កើត Facebook ដោយខ្លួនឯងបាទអញ្ចឹងមើលទាំងអស់គ្នាបាទដំបូងយើងចូលក្នុងកន្លែង Facebook នេះមកអូខេហើយយើងយក create new account ហើយ start នេះមកកន្លែងនេះយើងគេឲ្យវាយឈ្មោះ first name last name first name នោះឈ្មោះមុន last name នោះឈ្មោះក្រោយយើងដាក់មកអ្នកនរគ្នាដាក់ឈ្មោះអីក៏បានដែរតែខ្ញុំសម្រាប់ខ្ញុំគឺគេឲ្យដាក់ឈ្មោះ Pronang Sing Full វាយចឹងមកហើយអ្នកនរគ្នាចង់វាយឈ្មោះអីវាយមកឥឡូវខ្ញុំវាយ Pronangអូខេនេះ Pronang ចឹងឈ្មោះពី2ម៉ាត់ចឹងកន្លែងនេះឈ្មោះក្រោយដាក់ណាងដាក់ full គេដាក់ Pronang Sing Full ចឹងកន្លែងនេះ Pronang កន្លែងនេះ Sing Full អូខេSing Full យើងវាយប៉ុណ្ណឹងមកហើយតមកយើងគូមកហើយកន្លែងនេះគេឲ្យជ្រើសរើសថ្ងៃខែអ្នកទាំងអស់គ្នាដាក់ប៉ុន្មានដាក់មកឲ្យតែកុំឲ្យតែ2000ដាក់ក្រោម2000 1900ជាងដាក់ប៉ុន្មានក៏បានដែរចាយើងអូខេហើយយើង continue ហើយ nick វាទៀតមកហើយអ្នកទាំងអស់គ្នាតើអ្នកប្រើប្រាស់ហ្នឹងស្រីឬក៏ប្រុសអញ្ចឹងបើកន្លែងនេះ female ភេទស្រីអានេះ male ភេទបុរសអញ្ចឹងយើងយកសម្រាប់ខ្ញុំគឺភេទប្រុសបើអ្នកទាំងអស់គ្នាស្រីដាក់ស្រីមកបើប្រុសដាក់កន្លែងនេះមកកន្លែងនេះលេខទូរស័ព្ទបើកន្លែងនេះខ្ញុំ share Wi-Fi ពីទូរស័ព្ទដូចគ្នាអញ្ចឹងវាលោតលេខទូរស័ព្ទខ្ញុំហើយអញ្ចឹងយើងលុបអានេះកន្លែងនេះខ្ញុំលុបឯងដាក់អ្នកនរគ្នាដាក់លេខទូរស័ព្ទអ្នកនរគ្នាមកលេខដែលនៅក្នុងទូរស័ព្ទហ្នឹងលេខបាន96ហ្នឹងហើយ096មែនទេ97 360គុត45អូខេហើយចុច nick ទៀតមកកន្លែងនេះgrid a password ចឹងគេឲ្យដែរគេនេះ enter a combination of elastic number letter and កន្លែងនេះហ្នឹងគេឲ្យដាក់អក្សរលាយជាមួយនឹងលេខចាប់ពី6ខ្ទង់ឡើងទៅអញ្ចឹងអក្សរដំបូងគឺយើងត្រូវតែដាក់អក្សរធំមិនមែនអក្សរទូអញ្ចឹងណាយើងដូរមកយើងចុចកន្លែងនេះមកដូរយើងដាក់អក្សរធំអូខេអញ្ចឹងឈ្មោះមិញ Pronang អញ្ចឹងយើងចង់ដាក់អីក៏បានកន្លែងហ្នឹងគឺកន្លែងលេខសម្ងាត់អញ្ចឹងលេខសម្ងាត់ហ្នឹងយើងត្រូវដាក់តែកន្លែងនេះខ្ញុំសុំ scope មួយ plan បើកន្លែងនេះលេខកូដសម្ងាត់ណាបាទកន្លែងនេះខ្ញុំសុំបិទទេព្រោះថាកន្លែងនេះលេខកូដសម្ងាត់របស់គេអញ្ចឹងខ្ញុំមិនហ៊ានឲ្យឃើញទេអញ្ចឹងយើងចុចដូចខ្ញុំប្រាប់មិញហ្នឹងគឺយើងចុចអក្សរធំមុនគេចុចឈ្មោះគេដាក់ឈ្មោះអក្សរជាអង់គ្លេសហ្នឹងតែដំបូងគឺអក្សរធំហើយអក្សរទូចមកតមកយើងលាយលេខខ្លះមកយើងដាក់ប្រហែលក៏បានដែរអូខេឥឡូវខ្ញុំ say hi ហើយឥឡូវខ្ញុំចុច next ទៅមុខទៀត go នេះហើយយើងចុច sync up មកអូខេអញ្ចឹងវាលោតដល់ allow និង allow យើងយក allow មកហើយអូខេមកបាទកន្លែងនេះលោតលេខកូដ Facebook ដែលយើង allow ទៀតអូខេប៉ុណ្ណឹងអូខេហើយគុំមកគេបោកវាមកអីទៀតបាទមានតែប៉ុណ្្នឹងទេគឺប៉ុណ្្នឹងហើយឲ្យវាមើលខ្ញុំឲ្យចុច home screen យើងអូសវាចោលហើយនេះបាទហើយកន្លែងនេះវាឲ្យដាក់រូបបាទអញ្ចឹងទូរស័ព្ទនេះគឺទៅបុកហើយអញ្ចឹងវាអត់មានរូបទេអញ្ចឹងខ្ញុំសុំរំលងមក skip វាមកបើអ្នកទាំងអស់អ្នកទាំងអស់គ្នាមានរូបអញ្ចឹងចុច like choose a photo នេះមកតែខ្ញុំអត់តន់ដាក់ទេខ្ញុំសុំ skip រំលងវាចោលសិនអូខេហើយកន្លែងនេះយើងត្រូវ get start ដើម្បី add friend អូខេ
ហើយវានឹង load friend កន្លែងនេះវាអត់ត load ឲ្យទេចាំតែ flash យើងវាយលេខកូដវាចូលសិនលេខកូដដែលគេផ្ញើមកមិញគឺ88 480 88 480 អូខេ submit លេខនេះគឺលេខយើង verify វាពេលយើងដាក់លេខកូដលេខទូរស័ព្ទដែលយើងចូលមិញណាដើម្បីឲ្យវា verify អូខេអញ្ចឹងយើង confirm វាមកចុច nick មកចាំមក plate បាទយើងវាយចូលម្ដងទៅណា88 480 88 480នឹងពេលអញ្ចឹងយើង add friend យើង add មកអ្នកទាំងអស់គ្នា add ប្រហែលបានណា friend ចាស់ហ្នឹងចុចអញ្ចឹងរហូតមកចុចច្រើនក៏បានចុចតិចក៏បានចុចច្រើនគឺបានច្រើនណាតែខ្ញុំសុំចុចប៉ុណ្ណឹងសិនព្រោះថាខ្ញុំបញ្ញាប់ដែរបាទតែខ្ញុំចុចថយវិញហើយរងចាំបន្តិចទៀតវានឹង confirm ឲ្យហើយវានឹងឲ្យឃើញទៀតឃើញទេយើង add មកតែប៉ុណ្ណឹងទេហើយតែពេលយើងកន្លែងនេះគឺកន្លែង Facebook អញ្ចឹងយើងចូលទៅកន្លែងឆាតម្ដងយើងចុចចូលកន្លែងឆាតមកគេវាលូនចាអញ្ចឹង continue as pronoun single full ហើយចុច OK hello កន្លែងនេះយើងចុច add number turn on OK OK បានសម្រេចហើយនេះវាលូតមកហើយយើងកាត់មិនអត់មានទេតិចទៀតវានឹងលូតហើយអូខេខ្ញុំមានតែប៉ុណ្្នឹងទេសូមជួយចុច subscribe ម្នាក់មួយនិងដាក់រូបកណ្ដឹងផងនឹងមានវីដេអូថ្មីៗទៀតបាទសូមអរគុណ